សច្ចភាពនៃជីវិតការបើដឹងថាជីវិតនេះជាទីប្រមូលផ្ដុំនៅទុកទៅហើយតែយើងនៅកាត់ទុកធ្វើអ្វីទៀតសច្ចភាពនៃជីវិតគឺជាទុកតាំងពីកើតរហូតដល់ស្លាប់មនុស្សរស់នៅក្នុងលោកនេះគឺប្រឈមនឹងសេចក្តីទុក្ខគ្រប់ពេលជីវិតប្រៀបដូចជាសមរភូមិបើគេទន់ខ្សោយមិននឹងអាចទៅមុខរួចដំណើរជីវិតប្រៀបដូចជាទូកអណ្ដែតនៅលើទឹកបើចិត្តគ្មានលំនឹងទៅហើយគង់តែលិចលង់ស្លាប់មិនខានក្នុងចម្បាំងគេត្រូវការភាពអង់អាចក្លាហានផងនិងសេចក្តីអត់ធ្មត់ផងចំណែកក្នុងឆាកជីវិតគេត្រូវការស្មារតីនិងលំនឹងចិត្តជាចាំបាច់ទោះបីជារឿងក្នុងលោកនេះសុទ្ធតែជាទុក្ខសោកក៏យើងមិនចេះតែទុក្ខសោកតាមរហូតនោះដែររស់ក្នុងជីវិតចង់ព្រួយក៏ព្រួយទៅចង់សប្បាយក៏សប្បាយទៅមានតែមនុស្សដែលរំដោះខ្លួនចេញពីលោកនេះទេដែលអាចជៀសផុតពីសេចក្តីទុក្ខបានច្រើនហើយមានតែមនុស្សឆ្កួតទេដែលកើតទុក្ខរហូតឬសោកសប្បាយរហូតអ្វីដែលសំខាន់បំផុតគឺយើងត្រូវដឹងពេលណាត្រូវសប្បាយពេលណាត្រូវកើតទុក្ខដឹងថារឿងណាត្រូវខ្វល់រឿងណាមិនត្រូវខ្វល់រស់ក្នុងជីវិតតែកុំជាប់ជំពាក់នឹងជីវិតនឹងការរៀនសូត្រយើងតែងតែលើពាក្យមួយឃ្លាថាជីវិតគឺជាការរៀនសូត្រឃ្លានេះពិតជាមិនកឡើយមនុស្សយើងកើតមកដំបូងគឺត្រូវតែរៀនរស់រៀនហូបរៀនសើចរៀនញញឹមរៀននិយាយលាក់នឹងលាក់គ្រប់យ៉ាងគឺជាមេរៀនហើយពិភពលោកគឺជាសាលារៀនរបស់មនុស្សទម្រាំធំពេញវ័យមនុស្សយើងត្រូវឆ្លងកាត់វិញ្ញាសាជាច្រើនដោយខានមិនបានបន្ទាប់ពីរៀនពីរបៀបរស់នៅហើយយើងត្រូវការរៀនស្គាល់សង្គមរៀនពីចំណេះដឹងផ្សេងមានភាសាខ្មែរអក្សរសាស្ត្រតន្ត្រីសិល្បៈដែលសុទ្ធសឹងតែជាមេរៀនដ៏សំខាន់សម្រាប់មនុស្សទ្រទ្រង់ជីវិតគេបន្តទៅមុខការរៀនសូត្រពេលខ្លះយើងគិតថាលំបាកតែយើងពិតជាមិនអាចរស់នៅដោយគ្មានការរៀនសូត្របានទេក្នុងជីវិតមនុស្សគេចាំបាច់រៀនសូត្រព្រោះអ្វីគឺព្រោះតែដើម្បីតម្រង់ផ្លូវឲ្យជីវិតឆ្ពោះទៅរកគោលដៅមួយដ៏ល្អសម្រាប់ខ្លួនឯងនិងសង្គមទាំងមូលមនុស្សដែលពុំបានរៀនសូត្រសោះមុខតែនឹងធ្វើអំពើទាំងឡាយតាមតែអំពើចិត្តមិនស្គាល់ច្បាប់ទម្លាប់ដែលអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងនិងសង្គមទៀតផងមួយវិញទៀតការរៀនសូត្រគឺដើម្បីស្គាល់ពីជីវិតយល់ដឹងវិធីដោះស្រាយបញ្ហាក្នុងពេលទាល់ច្រកពេលដែលជីវិតជួបនឹងសេចក្តីទុក្ខខ្លាំងបំផុតជនដែលមិនបានរៀនក៏រមែងធ្វើអំពើខុសឆ្គងផ្សេងចំណែកវិញ្ញាជនក៏ចេះទាល់ច្រកដែរតែចំណេះដឹងនោះនឹងហាមឃាត់គេមិនឲ្យប្រព្រឹត្តអំពើអសីលធម៌ផ្សេងបន្ថែមទន្ទឹមនេះដែរបើអ្នករៀនសូត្រចេះដឹងហើយមិនយកមកប្រើការក៏ចាត់ទុកថាគ្មានតម្លៃអ្នករៀនហើយចេះដឹងហើយយកចំណេះដឹងទៅប្រើក្នុងផ្លូវខុសក៏មិនចាត់ទុកថាប្រសើរអ្នកដែលមានចិត្តល្អតែគ្មានចំណេះដឹងក៏មុខតែមិនទទួលបានផលល្អដែរអ្នកដែលមានភាពស្មោះត្រង់តែមិនរៀនមុខតែត្រូវរស់យ៉ាងវេទនាព្រោះត្រូវជន់កលខូចធ្វើបាបការរៀនសូត្រគឺជាផ្នែកមួយសំខាន់នៃជីវិតមនុស្សព្រោះមនុស្សដែលមិនបានរៀនគេមុខដែលមិនដឹងពីវិធីរស់មិនស្គាល់វិធីដោះស្រាយបញ្ហានៅពេលដែលមានទុក្ខលំបាកកើតឡើងចំណែកអ្នកដែលបានរៀនសូត្រទោះជាមានបញ្ហាធំប៉ុណ្ណាក៏គេគង់តែអាចទ្រាំទ្រនិងរកវិធីដោះស្រាយបានដោយអាស្រ័យលើចំណេះដឹងរបស់ពួកគេនោះឯងបើយើងជាមនុស្សល្អយើងត្រូវចេះបែងចែកអ្វីល្អអ្វីអាក្រក់និងអ្វីគួរធ្វើអ្វីមិនគួរធ្វើជាសណ្ដានមនុស្សល្អដំបូងដៃត្រូវស្គាល់អំពីអំពើល្អស្គាល់អ្វីជាមនុស្សល្អពិតប្រាកដនោះទើបយើងមិនមានពាក្យថាស្ដាយក្រោយក្នុងការជួយមនុស្សខុសធ្វើជាមនុស្សល្អមិនមែនគ្រាន់តែមិនធ្វើអ្វីប៉ះពាល់ឬបំផ្លាញគេដោយមិនធ្វើអ្វីទាំងអស់ហើយក៏តាំងខ្លួនឯងថាជាមនុស្សល្អនោះទេរឿងសំខាន់ដែលមនុស្សល្អពិតប្រាកដដឹងគឺស្គាល់អំពើល្អការពារអំពើល្អស្រឡាញ់អំពើល្អនិងកម្ចាត់អំពើអាក្រក់ចោះបើកម្ចាត់អំពើអាក្រក់
តើយើងត្រូវធ្វើសង្គ្រាមជាមួយមនុស្សអាក្រក់ហើយមែនទេតើមនុស្សល្អជាអ្នកបង្កសង្គ្រាមហើយមែនទេនេះជាសំណួរដែលមាននៅក្នុងខួរក្បាលរបស់អ្នកដែលកំពុងអានតែខ្ញុំក៏សូមសួរទៅវិញដែរថាតើអ្នកដែលឃើញមនុស្សល្អទៅបំពានអ្នកដទៃទេតើអ្នកធ្លាប់ឃើញមនុស្សល្អធ្វើបាបអ្នកដទៃដែរឬទេតើអ្នកធ្លាប់ឃើញមនុស្សល្អទៅកេងប្រវ័ញ្ចអ្នកដទៃទេតើអ្នកធ្លាប់ឃើញមនុស្សល្អទៅជិះជាន់គេដែរឬទេឡាក់នឹងឡាក់សកម្មភាពទាំងនេះគឺសុទ្ធតែកើតចេញពីមនុស្សអាក្រក់ទាំងអស់មនុស្សល្អកាន់ការងារប្រទេសជាតិរុងរឿងប្រជាជនសុខសាន្តមនុស្សអាក្រក់កាន់ការងារប្រទេសជាតិវិនាសប្រជាជនវេទនាច្បាប់បង្កើតឡើងក៏ព្រោះតែដើម្បីកម្ចាត់អំពើអាក្រក់ការពារអំពើល្អនិងគាំទ្រអំពើល្អចុះហេតុអ្វីយើងដែលតាំងខ្លួនជាមនុស្សល្អមិនកម្ចាត់អំពើអាក្រក់មនុស្សល្អច្រើនក្នុងសង្គមសុខសាន្តរីកចម្រើនមនុស្សរស់នៅជុំវិញពោពេញទៅដោយក្តីស្រឡាញ់និងគោរពតែបើមនុស្សអាក្រក់មានច្រើនក្នុងសង្គមមុខជារញ៉េរញ៉ៃគ្មានភាពសុខសាន្តវេទនាមនុស្សរស់នៅជុំគ្នាពោពេញទៅដោយល្បិចកលការបោកប្រាស់ជិះជាន់គ្នានិងកាប់សម្លាប់គ្នាអ្នកអាចឈប់បន្តិចហើយគិតតើអ្នកចង់បានសង្គមមួយណាយើងសង្កេតឃើញថាមានមនុស្សមួយចំនួនបានទម្លាក់ទស្សនៈខុសៗជាច្រើនដែលតាក់ទងនឹងមនុស្សល្អតើនេះមកពីពួកគេគិតបណ្ដោលចេះតែទម្លាក់កំហុសនិងទស្សនៈខុសៗបែបនេះឬក៏មកពីពួកគេចង់បន្លំដើម្បីការពារទង្វើអាក្រក់របស់ខ្លួនយ៉ាងណាយើងនឹងឆ្វេងយល់ពីទស្សនៈទាំងនោះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតយើងឃើញគេចេះតែសរសេរថាជាមនុស្សដែលស្គាល់អំពើល្អពិតគ្មានហេតុផលអ្វីដែលត្រូវដើរចេញដោយបិទភ្នែកនៅពេលដែលមនុស្សអាក្រក់ត្រូវការជំនួយនោះទេទោះបីពួកគេមិនកែប្រែឬយ៉ាងណាក្តីយ៉ាងហោចណាស់យើងគួរតែឲ្យពួកគេបានទទួលនៅបទពិសោធន៍ថាអ្វីជាសេចក្តីល្អត្រឹមត្រូវនិងសេចក្តីស្រឡាញ់ពិតយើងអាចនិយាយឬគិតបែបនេះបានលុះត្រាណាតែយើងយល់មិនយល់ពីអ្វីដែលជាសន្តានរបស់មនុស្សអាក្រក់ឬយើងយល់ថាមនុស្សដែលយើងត្រូវជួយនោះជាមនុស្សសន្តានល្អគ្រាន់តែធ្វើអាក្រក់ដោយមិនដឹងខ្លួនឬធ្វើអាក្រក់ដែលហេតុយល់មិនដល់ថាខ្លួនកំពុងតែធ្វើអាក្រក់ប៉ុន្តែក្នុងន័យនេះយើងបានដឹងរួចជាស្រេចហើយថាទោះបីពួកអាក្រក់ទាំងនោះមិនកែប្រែក៏ដោយមានន័យថាសន្តានមនុស្សអាក្រក់កែមិនកើតក្នុងន័យនេះគឺមនុស្សនោះជាមនុស្សអាក្រក់ពេញទូហើយមិនមែនគេធ្វើអាក្រក់ដោយអចេតនាឬគិតមិនដល់អ្វីនោះទេតែពួកគេជាមនុស្សអាក្រក់តែម្ដងមកដល់ត្រង់ចំណុចនេះយើងចង់សាកសួរអ្នកបន្តិចតើអ្នកនឹងនៅតែជួយគេបើអ្នកដឹងហើយថាមនុស្សនោះអាក្រក់កែមិនឡើងបើអ្នកនៅតែជួយគឺស្មើនឹងអ្នកជួយមនុស្សអាក្រក់ដែរឬក៏ជាមនុស្សល្ងង់អត់ដឹងអីហេតុអ្វីអ្នកអាក្រក់ព្រោះមនុស្សសន្តានអាក្រក់វាសរសើរនិងគាំទ្រទង្វើអាក្រក់ដូចគ្នាវានឹងឯងដោយឈរលើប្រយោជន៍ផ្ទាល់ខ្លួនចុះហេតុអ្វីអ្នកល្ងង់ពាក្យល្ងង់នេះមិនមែនយើងជាអ្នកហៅអ្នកទេតែជាពាក្យដែលអ្នកទទួលបានពីមនុស្សអាក្រក់ដែលបានជួយនោះអ្នកសាកស្រមៃទៅមើលអ្នកជួយមនុស្សអាក្រក់ទាំងនោះហើយស្រាប់តែពួកគេទាំងនោះបកក្បាលមកខាំអ្នកវិញតើអ្នកសមហៅខ្លួនឯងយ៉ាងម៉េចដែរមនុស្សអាក្រក់វាមិនអាចប៉ះអារម្មណ៍ដឹងគុណឬខ្មាស់អៀនអ្វីទេមនុស្សប្រភេទនេះស្គាល់តែប្រយោជន៍ពួកវានឹងឯងអញ្ចឹងហើយទើបមានពាក្យមួយគេតែនិយាយថាអារមើគុណអាកែមិនឡើងឬអាមនុស្សថោកនឹងឯងហើយមួយវិញទៀតយើងតែងឮតែពាក្យថាស្ដាយក្រោយដែលជួយចំមនុស្សអាក្រក់ស្ដាយក្រោយដែលជួយចំមនុស្សក្រពើជាដើមយើងមិនអាចទៅរំពឹងថាមនុស្សអាក្រក់វាអាចទទួលបានបទពិសោធន៍ជាមួយនឹងភាពត្រឹមត្រូវសេចក្តីល្អឬសេចក្តីស្រឡាញ់អ្វីនោះទេព្រោះមនុស្សប្រភេទនេះវាស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួនរបស់វាតែប៉ុណ្ណោះប្រយោជន៍វានឹងដៀលថាយើងជាមនុស្សល្ងង់ដែលជួយវាហើយវាក៏តាំងខ្លួនឯងជាមនុស្សឆ្លាតខាងអីគឺឆ្លាតខាងរឿងថោកទាបរមើលគុណបកក្បាលទៅខាងមនុស្សដែលជួយយើងទៅវិញដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់វាយើងគិតថាទស្សនវិជ្ជាបែបនេះអ្នកប្រហែលធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តហើយអ្នកក៏អាចសាកស្រមៃគិតបានដែរ
នេះហើយជាហេតុផលដែលកំណត់ទស្សនៈខាងលើហ្នឹងវាមិនត្រឹមត្រូវហើយមួយវិញទៀតយើងក៏ធ្លាប់បានឃើញគេតែសរសេរថាធម្មជាតិនៃមនុស្សដែលល្អពិតពួកគេមិនដាក់លក្ខខណ្ឌក្នុងការធ្វើអំពើល្អឡើយពួកគេតែងតែធ្វើអំពើល្អជាមួយមនុស្សល្អនិងមនុស្សដែលមិនគួរធ្វើល្អដាក់ដែរឬនិយាយឲ្យស្រួលស្ដាប់ក៏ធ្វើល្អដាក់មនុស្សអាក្រក់ដែរបាននិយាយពីការដាក់លក្ខខណ្ឌលើโลกនេះអ្វីៗគ្រប់យ៉ាងវាសុទ្ធតែមានលក្ខខណ្ឌរបស់វាមិនមែនអត់មានលក្ខខណ្ឌនោះទេចូលជ្រើសយកអ្វីដែលខ្លួនស្រឡាញ់ពេលឃើញរថយន្តនៅក្នុងក្តីសម័យបរតាមផ្លូវថ្នល់នោះឯងគឺជាជីវិតកំពុងតែបង្ហាញរថយន្តមួយគ្រឿងនោះឯងដល់អ្នកវិធីដែលអ្នកមានអារម្មណ៍នៅពេលដែលឃើញរថយន្តនៅក្នុងក្តីសម័យនោះឯងគឺគ្រប់បែបយ៉ាងព្រោះបើអ្នកជ្រើសមានអារម្មណ៍ស្រឡាញ់រថយន្តមួយគ្រឿងនោះដោយមិននឹកនាទៅអ្វីផ្សេងទេនោះមានន័យថាអ្នកកំពុងតែនាំរថយន្តនៅក្នុងក្តីសម័យមកឲ្យអ្នកហើយប៉ុន្តែបើកើតមានអារម្មណ៍ចំណែកឈ្នានេះពេលឃើញអ្នកដទៃកំពុងតែប្រើរថយន្តក្នុងក្តីសម័យរបស់អ្នកវាក៏មានន័យថាអ្នកកំពុងតែទាញខ្លួនឯងឲ្យថយចេញពីការបានធ្វើជាម្ចាស់រថយន្តនៅក្នុងក្តីសម័យនោះដែរជីវិតបង្ហាញរថយន្តមួយនោះដើម្បីឲ្យអ្នកជ្រើសរើសហើយអ្នកក៏បានសម្រេចវាដោយអារម្មណ៍ស្រឡាញ់ឃើញទៀតថាវាមិនមែនជារឿងសំខាន់អ្វីនោះទេដែលអ្នកឃើញអ្នកដទៃមានអ្វីដែលខ្លួនឯងមិនទាន់មាននោះតាមពិតទៅជីវិតកំពុងតែបង្ហាញគ្រប់យ៉ាងមកឲ្យអ្នកហើយបើអ្នកមានអារម្មណ៍ស្រឡាញ់មកលើវត្ថុណាមួយនោះមានន័យថាអ្នកកំពុងតែនាំវត្ថុមួយនោះមកឲ្យខ្លួនឯងហើយពេលឃើញគូស្វាមីភរិយាស្រឡាញ់គ្នានិងមានសេចក្តីសុខអ្នកអាចគិតចង់មានគូជីវិតបែបនោះដែរជីវិតកំពុងតែបង្ហាញគូជីវិតដែលមានក្តីសុខមកឲ្យអ្នកដើម្បីឲ្យអ្នកជ្រើសរើសប៉ុន្តែបើសិនបើអ្នករវល់តែមានអារម្មណ៍សោកសៅឬឯកោនៅពេលដែលឃើញគូស្នេហ៍ដែលមានក្តីសុខនោះកំពុងតែបញ្ជូនចរន្តអវិជ្ជមានចេញទៅហើយលទ្ធផលដែលទទួលបាននោះគឺខ្ញុំចង់សោកសៅនិងឯកោដូច្នេះអ្នកត្រូវតែផ្ដល់ក្តីស្រឡាញ់ចំពោះវត្ថុដែលខ្លួនត្រូវការវិញបើអ្នកមានរូបរាងធាត់ហើយកំពុងតែដើរតាមផ្លូវស្រាប់តែប្រទះឃើញមនុស្សមានរូបរាងស្អាតដើរមកកាត់តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចជីវិតកំពុងតែបង្ហាញរូបរាងដ៏ល្អឥតខ្ចោះឲ្យអ្នកជ្រើសរើសបើអ្នកមានអារម្មណ៍មិនល្អព្រោះតែខ្លួនមិនមានរូបរាងស្អាតដូចគេនោះគឺអ្នកកំពុងតែប្រាប់ថាខ្ញុំមិនចង់ឲ្យមានរូបរាងស្អាតបែបហ្នឹងទេខ្ញុំចង់មានរូបរាងធាត់ដូចសពថ្ងៃនេះបើអ្នកកំពុងតែតស៊ូជាមួយនឹងជំងឺដង្កាត់អ្វីម្យ៉ាងហើយស្រាប់តែនៅជុំវិញខ្លួនអ្នកមានសុទ្ធតែមនុស្សមានសុខភាពល្អតើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេចជីវិតកំពុងតែបង្ហាញមនុស្សមានសុខភាពល្អដើម្បីឲ្យអ្នកជ្រើសរើសហើយនៅពេលដែលអ្នកមានអារម្មណ៍ស្រឡាញ់សុខភាពល្អនៅជុំវិញខ្លួនឲ្យច្រើនជាងអារម្មណ៍មិនល្អដែលមាននៅលើសុខភាពមិនសមប្រកបនោះមានន័យថាអ្នកកំពុងតែជ្រើសរើសសុខភាពល្អឲ្យខ្លួនឯងពេលមានអារម្មណ៍ល្អដែលគេមានអ្វីអ្នកកំពុងតែនាំវត្ថុនោះមកឲ្យខ្លួនឯងពេលមានអារម្មណ៍ល្អចំពោះភាពជោគជ័យរបស់អ្នកដទៃសេចក្តីសុខរបស់អ្នកដទៃឬរឿងល្អៗដែលអ្នកដទៃមានអ្នកកំពុងតែជ្រើសវត្ថុនោះពីបញ្ជីជីវិតហើយកំពុងតែនាំវត្ថុនោះចូលមករកខ្លួនអ្នកបើជួបនរណាដែលមានគុណសម្បត្តិបែបដែលអ្នកចង់មានសូមស្រឡាញ់គុណសម្បត្តិទាំងនោះហើយមានអារម្មណ៍ល្អចំពោះបុគ្គលនិងគុណសម្បត្តិទាំងនោះរបស់គេនោះគឺអ្នកកំពុងតែនាំគុណសម្បត្តិទាំងនោះចូលមករកខ្លួនបើជួបនរណាម្នាក់ដែលទៅរៀបរយស្រស់ស្អាតឆ្លាតវៃឬមានទេពកោសល្យចូលស្រឡាញ់គុណសម្បត្តិទាំងនោះរបស់គេនោះគេគឺជាការជ្រើសវត្ថុទាំងនោះមកឲ្យខ្លួនឯងបើចង់មានឱកាសធ្វើជាឪពុកម្ដាយគេនឹងបានប្រឹងប្រែងព្យាយាមជាយូរមកហើយចូលផ្ដល់ក្តីស្រឡាញ់និងអារម្មណ៍ល្អរាល់លើកដែលអ្នកឃើញឪពុកម្ដាយជាមួយនឹងកូនបើអ្នកមានអារម្មណ៍សោកសៅនៅពេលដែលឃើញក្មេងៗដោយសារតែខ្លួនគ្មានកូននោះជាការបណ្ដេញនិងរុញច្រានក្មេងៗឲ្យឃ្លាតឆ្ងាយចេញពីខ្លួនអ្នកជីវិតកំពុងតែបង្ហាញក្មេងៗឲ្យឃើញរាល់លើកដើម្បីឲ្យអ្នកមានជម្រើសពេលលេងកីឡាហើយអ្នកដទៃឈ្នះពេលមិត្តរួមការងារប្រាប់អ្នកថាគេបានឡើងប្រាក់ខែ
ពេលនរណាម្នាក់ត្រូវឆ្នោតពេលមិត្តអ្នករៀបរាប់ឲ្យអ្នកស្ដាប់ថាគូស្នេហ៍របស់គេជូនអំណោយដល់គូឲ្យភ្ញាក់ផ្អើលដោយការនាំទៅដើរកម្សាន្តនៅចុងសប្តាហ៍ពួកគេទិញផ្ទះថ្មីឬកូនរបស់ពួកគេប្រឡងជាប់អាហារូបករណ៍អ្នកគួរតែរំភើបរីករាយជាមួយនឹងមិត្តរបស់អ្នកគួរតែរំភើបនឹងក្តីសុខប្រៀបដូចជារឿងនេះកើតឡើងចំពោះខ្លួនអ្នកព្រោះនេះគឺជាការដែលអ្នកបើកទ្វារទទួលវត្ថុនោះអ្នកកំពុងតែផ្ដល់ក្តីស្រឡាញ់ឲ្យដល់វត្ថុទាំងនោះហើយអ្នកក៏កំពុងតែនាំវត្ថុទាំងនោះចូលមករកអ្នកផងដែរពេលអ្នកបានឃើញរថយន្តនៅក្នុងក្តីស្រមៃគូជីវិតស្វាមីភរិយាដ៏មានសេចក្តីសុខរូបរាងល្អសមសួនកូនក្មេងគុណសម្បត្តិល្អប្រពៃឬអ្វីក៏ដោយដែលជាវត្ថុដែលអ្នកត្រូវការមានន័យថាអ្នកស្ថិតនៅក្នុងរលកសញ្ញាតែមួយជាមួយនឹងវត្ថុនោះហើយចូលត្រេកអរព្រោះភាពត្រេកអររបស់អ្នកកំពុងតែជ្រើសយកវត្ថុនោះគ្រប់យ៉ាងនៅក្នុងជីវិតកំពុងតែបង្ហាញខ្លួនឲ្យអ្នកហេតុនេះទើបអ្នកអាចជ្រើសវត្ថុដែលខ្លួនស្រឡាញ់ឬមិនស្រឡាញ់បានប៉ុន្តែមានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះដែលនាំវត្ថុដែលអ្នកត្រូវការមកឲ្យក្នុងកាតាឡុកជីវិតមានវត្ថុជាច្រើនដែលអ្នកមិនស្រឡាញ់ហើយនេះចូលកុំជ្រើសយកអ្វីដែលផ្ដល់អារម្មណ៍មិនល្អឲ្យសោះអ្នកវិនិច្ឆ័យអ្នកដទៃដោយគិតថាគេអាក្រក់គឺប្រៀបស្មើនឹងអ្នកនាំភាពអវិជ្ជមានមកឲ្យខ្លួនមានអារម្មណ៍នឹកគិតច្រណែនឈ្នានីសពីអ្វីដែលអ្នកដទៃមាននោះអ្នកក៏នឹងនាំផ្នែកអវិជ្ជមានមកឲ្យខ្លួនឯងហើយជំវិញវត្ថុដែលខ្លួនត្រូវការបំផុតចេញទៅវិញមានតែក្តីស្រឡាញ់ប៉ុណ្ណោះទើបនាំវត្ថុដែលខ្លួនត្រូវការមកឲ្យអ្នកបានជាអភិនិហាដែលកើតឡើងរាល់លើកចំពោះអ្នកដែលមានក្តីស្រឡាញ់ពិតប្រាកដកាន់តែផ្ដល់ឲ្យច្រើនប៉ុណ្ណាកាន់តែបានខ្លាចជាម្ចាស់ច្រើនប៉ុណ្ណោះសុខឬទុក្ខគឺជាជម្រើសសុភមង្គលរបស់មនុស្សមិនស្ថិតនៅលើការមានទ្រព្យតិចឬទ្រព្យច្រើននោះទេសុភមង្គលគឺអាស្រ័យទៅលើចិត្តគំនិតរបស់មនុស្សជាចម្បងកាលណាចិត្តគំនិតរបស់មនុស្សផ្ដោតសំខាន់ទៅលើអ្វីខ្សែជីវិតរបស់ពួកគេក៏ទៅតាមនោះជីវិតជាជម្រើសបើជ្រើសយកសុខនោះនឹងបានសុខហើយបើជ្រើសយកទុក្ខក៏នឹងបានទុក្ខវាប្រៀបដូចជាយើងមានរបស់ពីរយ៉ាងនៅចំពោះមុខគឺភ្លើងនិងទឹកបើចុះទឹកគឺត្រជាក់បើចូលភ្លើងគឺវាក្តៅនៅក្នុងសៀវភៅ Meditation របស់អធិរាជរ៉ូម៉ាំងដែលជាទស្សនវិទូស្តូអែកនិយមដែលបានសរសេរថាកុំជ្រើសយកការកើតទុក្ខឈឺចាប់នោះអ្នកនឹងមិនមានអារម្មណ៍ថាកើតទុក្ខឈឺចាប់ទេកាលណាមិនមានអារម្មណ៍ដូចនោះអ្នកក៏មិនទទួលបានវាដែរចូលសម្លឹងពិភពលោកក្នុងរូបភាពដែលយើងចង់បានប្រកបដោយមានមោទនភាពយ៉ាងពិតប្រាកដខ្លាំងក្លានោះពិភពលោកនឹងរៀបចំរូបភាពទាំងនោះមកឲ្យយើងរើសរឿងល្អជីវិតពិតជាមានតម្លៃណាស់បើជីវិតមានតម្លៃយើងត្រូវតែរើសរឿងដែលមានប្រយោជន៍ដាក់ខ្លួនសម្អាតចិត្តឲ្យស្អាតរាងកាយត្រូវហ្វឹកហាត់ឲ្យមាំមួនសុខភាពត្រូវតែថែរក្សាឲ្យល្អមិនឲ្យតណ្ហាគ្រប់គ្រងលើអារម្មណ៍យើងឡើយដឹងខុសចេះកែដឹងត្រូវក៏កាន់តែធ្វើឲ្យល្អរឿងជីវិតទោះជាមានឬក្រក៏មានសេចក្តីសុខឲ្យតែយើងចេះសង្កត់ចិត្តឲ្យរឹងមាំស៊ូទ្រាំរស់ក្នុងសភាពខ្លាំងក្លាជានិច្ចបើយើងខ្សោយសូម្បីតែខ្លួនឯងក៏គ្រប់គ្រងមិនបានដែរចិត្តរឹងមាំមិនអាស្រ័យរបស់ខាងក្រៅមិនពឹងក្តីសុខពីអ្វីដែលគេផ្ដល់ឲ្យនោះឡើយគឺរស់ក្នុងសភាពជាខ្លួនឯងជារឿងល្អបំផុតចូលផ្លាស់ប្ដូរខ្លួនឯងពីអាក្រក់ទៅល្អពីការគិតអវិជ្ជមានទៅវិជ្ជមាននិងរើសរឿងល្អដាក់ខ្លួនទើបធ្វើឲ្យជីវិតសុខសាន្តចិត្តរឹងមាំយោងតាមសភាពខាងក្រៅមនុស្សយើងអាចជ្រើសរើសរាងកាយមាំមួនប្រសើរជាងចិត្តរឹងមាំប៉ុន្តែយើងភ្លេចគិតថាមនុស្សអាចបាត់បង់អវយវៈខ្លះតែនៅតែអាចចិញ្ចឹមជីវិតបានដោយក្តីរីករាយឯមនុស្សដែលបាត់បង់ការគ្រប់គ្រងចិត្តឬជាមនុស្សមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះអាចឈានទៅដល់ការសម្លាប់ខ្លួនដោយខ្វះការគិតពិចារណានិងស្ថិតក្នុងភាពងងឹតងប់ងុល
mình dối vì nằm lái rồi bọc luôn không miễn mình đủ nà slap đáy mùi chùm hiền nụ tì bần tái miền đèn mình đủ miền bị bạc lời chật tại bần nốt để ai xâm lập luôn anh bàn phiếp rừng móm khang lời chật cứ chỉ thành một bố chùm né rồi kịch cài lùng bạc đèn lái đai chố một cành chì vật hỏi ví mình ách bóng plan dưỡng bản tì rồi phiếp trên nú rừng mồm tại miền cả kịch với chân ái miền tu sna vi sai tu lùm tu liế miền cả sải tócประกอบในวิจมินជាផ្នែកមួយនៃដំណោះស្រាយមិនមែនជាផ្នែកនៃបន្ទុកបញ្ហាឡើយលើពីនេះចិត្តរឹងមាំទៅបានលូត្រាតែទទួលបានការលុតដំនៅក្នុងភ្លើងនៃឧបសគ្គដូច្នេះកុំខ្លាចបញ្ហាហើយត្រូវយកបញ្ហាជាការលុតដំផ្លូវចិត្តវិញនៅក្នុងច្បាប់នៃការស្រូបទាញមានតែពាក្យថាមែនហើយចូលកិច្ចចេញពីវត្ថុដែលអ្នកមិនស្រឡាញ់ហើយមិនចាំបាច់សាងអារម្មណ៍នឹកគិតអ្វីទាំងអស់អំពីវត្ថុនោះកុំនិយាយពីការបដិសេធវត្ថុដែលអ្នកមិនស្រឡាញ់ព្រោះការនិយាយបដិសេធជាការនាំយកវត្ថុនោះមករកអ្នកពេលអ្នកបដិសេធអ្វីដែលអ្នកមិនស្រឡាញ់អ្នកនឹងមានអារម្មណ៍ចំពោះវត្ថុនោះក្នុងរូបភាពអវិជ្ជមានដែលមានន័យថាអ្នកកំពុងតែបង្កើតអារម្មណ៍មិនល្អមកហើយហេតុនេះអ្នកក៏នឹងទទួលបាននៅអារម្មណ៍មិនល្អទាំងនោះត្រឡប់មកវិញហើយវាក៏คล้ายទៅជាសភាវៈអវិជ្ជមាននៅក្នុងជីវិតរបស់អ្នកនិយាយបដិសេធអ្វីក៏មិនបានដែរព្រោះពេលដែលអ្នកនិយាយថាមិនយកខ្ញុំមិនចង់បានវត្ថុនោះគឺស្មើនឹងអ្នកកំពុងតែឆ្លើយតបថាមែនហើយទៅឲ្យច្បាប់នៃការស្រូបទាញពេលអ្នកនិយាយថាចរាចរណ៍យ៉ាប់មែនតែនសេវាកម្មអន់ណាស់ពួកនេះមកយឺតរហូតនៅទីនេះថ្លង់ខ្លាំងណាស់គឺអ្នកកំពុងតែឆ្លើយថាមែនហើយចំពោះអារម្មណ៍នឹកគិតទាំងនោះហើយអ្នកកំពុងតែបូករួមវត្ថុទាំងនោះឲ្យចូលមកក្នុងជីវិតរបស់អ្នកកាន់តែច្រើនឡើងចូលកិច្ចខ្លួនចេញពីវត្ថុដែលអ្នកមិនស្រឡាញ់ហើយមិនចាំបាច់នឹកគិតពីវត្ថុទាំងនោះអ្វីទុកឲ្យរឿងទាំងនោះដំណើរការទៅតាមខ្លួនវាអញ្ចឹងទៅនោះវាក៏មិនកើតរឿងអ្វីនៅក្នុងគូក្បាលរបស់អ្នកទៀតដែរកុំមើលរឿងមិនល្អកុំស្ដាប់រឿងមិនល្អកុំនិយាយរឿងមិនល្អចូលនិយាយពាក្យថាមែនហើយនៅពេលអ្នកឃើញអ្វីដែលខ្លួនស្រឡាញ់និយាយថាមែនហើយនៅពេលបានភ្លក់រសជាតិអ្វីដែលខ្លួនស្រឡាញ់និយាយថាមែនហើយនៅពេលបានហិតក្លិនអ្វីក៏ដោយដែលខ្លួនចូលចិត្តនិយាយថាមែនហើយនៅពេលបានប៉ះពាល់អ្វីដែលខ្លួនស្រឡាញ់វាមិនសំខាន់ថាអ្នកមានវត្ថុនោះឬគ្មានតែចូលនិយាយត្រឹមតែពាក្យថាមែនហើយព្រោះនោះគឺជាអ្វីដែលអ្នកព្រមជ្រើសយកវត្ថុនោះមកដោយក្តីស្រឡាញ់គ្មានដែនកំណត់អ្វីទាំងអស់គ្រប់យ៉ាងសុទ្ធតែអាចទៅរួចបើអ្នកត្រូវការវាពិតប្រាកដបើអ្នកប៉ងប្រាថ្នាអ្វីពិតគឺគ្មានខ្វះអ្វីទេទោះជានៅទីណាក៏ដោយពេលរឿងលំបាកខ្វះខាតរួមទាំងបញ្ហាសុខភាពប្រកាសទ្រព្យសម្បត្តិឬសេចក្តីសុខបើចង់បានអ្វីអ្នកនឹងបានវត្ថុនោះចូលផ្ដល់នៅសេចក្តីស្រឡាញ់នោះអ្នកនឹងបានទទួលតែយើងអាចផ្លាស់ប្ដូររឿងអវិជ្ជមានបានយ៉ាងដូចម្តេចពេលមានអ្វីអវិជ្ជមាននៅក្នុងជីវិតអ្នកហើយអ្នកត្រូវការផ្លាស់ប្ដូរដំណើរដែលអ្នកត្រូវធ្វើគឺផ្ដល់សេចក្តីស្រឡាញ់ដោយសាងរូបភាពរូបអារម្មណ៍និងអារម្មណ៍ប្រៀបដូចជាអ្នកមានវត្ថុដែលអ្នកត្រូវការរួចហើយចូលកុំភ្លេចថាគ្រប់យ៉ាងដែលជាអវិជ្ជមានគឺមកពីការខ្វះសេចក្តីស្រឡាញ់ហើយដូច្នេះអ្នកត្រូវតែនឹកគិតសាងរូបភាពដែលផ្ទុយនឹងសភាអវិជ្ជានិងអវិជ្ជមានហើយរូបភាពដែលផ្ទុយនោះគឺក្តីស្រឡាញ់ឧទាហរណ៍បើអ្នកចង់ជាសះស្បើយពីជំងឺអ្នកត្រូវផ្ដល់ក្តីស្រឡាញ់ចំពោះរាងកាយដែលមានសុខភាពមាំមួនរបស់អ្នកនៅក្នុងការយកដំណើរការនិមិត្តកម្មមកផ្លាស់ប្ដូររឿងអវិជ្ជមាននោះអ្នកមិនចាំបាច់ត្រូវផ្លាស់ប្ដូរឲ្យទៅជាវិជ្ជមានទេព្រោះវាជារឿងលំបាកខ្លាំងណាស់ហើយវាមិនមែនជារឿងលំនាំនៃដំណើរការនិមិត្តកម្មនោះដែរនិមិត្តកម្មគឺការច្នៃប្រឌិតបង្កើតវត្ថុថ្មីដែលនឹងមកជំនួសវត្ថុចាស់ដែល
នៅតែនៅក្នុងគន្លងដែលអ្នកមិនចាំបាច់ខាតពេលគិតពីវត្ថុដែលត្រូវការផ្លាស់ប្ដូរនោះទេគឺគ្រាន់តែផ្ដល់ក្តីស្រឡាញ់ដល់វត្ថុដែលខ្លួនប៉ងប្រាថ្នាប៉ុណ្ណោះនោះធម្មពលនៃក្តីស្រឡាញ់ក៏នឹងចូលមកជំនួសសភាវៈអវិជ្ជមាននៅក្នុងជីវិតរបស់អ្នកហើយបើមាននរណាម្នាក់មានជំងឺហើយត្រូវបានព្យាបាលប៉ុន្តែអាការៈនៅតែមិនល្អប្រសើរទាល់តែសោះនោះបង្ហាញថាគេកំពុងតែនឹកគិតរូបភាពនិងមានអារម្មណ៍ចំពោះអាការៈជំងឺច្រើនជាងនឹកគិតពីរូបភាពនិងមានអារម្មណ៍ជាសះស្បើយធម្មតាដើម្បីឆ្លងកាត់ចំណុចកែប្រែទៅកាន់ការជាសះស្បើយបានគេត្រូវតែសាងរូបអារម្មណ៍និងអារម្មណ៍នឹកគិតពីការជាសះស្បើយធម្មតាច្រើនជាងការនឹកគិតនិងអារម្មណ៍ទៅម្ខាងទៀតភាពពិតជាក់ស្ដែងដែលអ្នកប្រើរូបអារម្មណ៍សាងរូបភាពការជាសះស្បើយធម្មតាបាននោះបង្ហាញថាវាមានអត្ថប្រយោជន៍ពិតមែនចូលបន្ថែមទីលានធម្មពលស្រូបទាញរបស់អ្នកដោយអារម្មណ៍នឹកគិតល្អៗតាក់ទងទៅនឹងវត្ថុដែលធ្វើឲ្យយើងមានអារម្មណ៍ល្អៗផ្ដល់សេចក្តីស្រឡាញ់ចំពោះអ្នកដល់គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់អ្នកធ្វើឲ្យចិត្តមានអារម្មណ៍ល្អតាមដែលអ្នកអាចមានអារម្មណ៍នឹកគិតទៅបានព្រោះរាល់នាទីនៃការផ្ដល់ឲ្យនៅសេចក្តីស្រឡាញ់វានឹងស្រូបទាញការជាសះស្បើយចូលមកជំនួសអារម្មណ៍នឹកគិតរបស់អ្នកគឺជាអាទិភាពរបស់អ្នកមិនថាតែអ្នកចង់ធ្វើការផ្លាស់ប្ដូរស្ថានភាពសុខភាពទ្រព្យសម្បត្តិការងារសម្ព័ន្ធភាពឬអ្វីក៏ដោយដំណាក់កាលនៃវិធីសាស្ត្រសុទ្ធតែដូចគ្នាទាំងអស់ចូលនឹកគិតដល់រូបភាពរូបវត្ថុដែលអ្នកត្រូវការនឹកគិតរូបភាពនិងមានអារម្មណ៍ចំពោះសេចក្តីស្រឡាញ់ដែលអ្នកមានចំពោះវត្ថុនោះនឹកគិតរូបភាពជាលម្អិតនៃឆាកនីមួយៗហេតុការណ៍នីមួយៗដែលខ្លួនអ្នកស្ថិតនៅជាមួយនឹងវត្ថុនោះហើយធ្វើឲ្យមានអារម្មណ៍ហាក់ដូចជាអ្នកមានវានៅក្នុងដៃរួចទៅហើយសាកចំណាយពេលក្នុងមួយថ្ងៃ7នាទីក្នុងការនឹកគិតរូបភាពនិងការធ្វើឲ្យមានអារម្មណ៍ថាអ្នកមានវត្ថុដែលខ្លួនត្រូវការរួចហើយចូលធ្វើបែបនេះរៀងរាល់ថ្ងៃរហូតដល់អ្នកមានអារម្មណ៍ថាអ្នកបានទទួលតាមសេចក្តីប្រាថ្នាហើយចូលធ្វើបែបនេះរហូតដល់អ្នកដឹងថាសេចក្តីប្រាថ្នានោះនឹងជារបស់អ្នកហើយដោយការដែលដឹងថាឈ្មោះរបស់អ្នកគឺជារបស់អ្នកនោះឯងសម្រាប់រឿងមួយចំនួនដែលអ្នកត្រូវការអ្នកអាចសម្រេចដល់ដំណាក់នេះបានក្នុងអំឡុងពេលត្រឹមតែ1ឬ2ថ្ងៃប៉ុណ្ណោះប៉ុន្តែរឿងខ្លះអាចចំណាយពេលលើសពីនោះបន្ទាប់ពីនោះអ្នកដំណើរជីវិតទៅតាមធម្មតាដោយពង្រីកសេចក្តីស្រឡាញ់និងអារម្មណ៍នឹកគិតល្អៗចេញទៅឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានព្រោះថាអ្នកកាន់តែផ្ដល់ឲ្យច្រើនប៉ុណ្ណាអ្នកក៏នឹងទទួលបានរបស់ដែលអ្នកត្រូវការចាប់ប៉ុណ្ណោះដែរបន្ទាប់ពីបានសាងរូបអារម្មណ៍និងសម្រេចឈានទៅដល់អារម្មណ៍នឹកគិតថាអ្នកមានវាហើយគឺស្មើនឹងថាអ្នកបានផ្លាស់ប្ដូរចូលមកក្នុងពិភពថ្មីជាមួយនឹងអ្វីដែលស្ថិតនៅក្នុងរូបអារម្មណ៍របស់អ្នកត្រូវតែប្រយ័ត្នកុំធ្វើអ្វីដែលប្រឆាំងទៅនឹងពិភពថ្មីនោះកុំនិយាយអំពីអាការៈឈឺថ្កាត់ឲ្យសោះព្រោះនោះប្រៀបស្មើនឹងអ្នកកំពុងតែកើតមានរូបអារម្មណ៍មិនល្អនិងកំពុងត្រឡប់ទៅកាន់ពិភពចាស់តែម្ដងអ្នកនឹកគិតរូបភាពក្នុងផ្លូវមិនល្អអ្នកនឹងទទួលបានវត្ថុដូចគ្នាត្រឡប់មកវិញអ្នកនឹកគិតរូបភាពដ៏ល្អបំផុតអ្នកនឹងទទួលបានវាត្រឡប់មកវិញដូចគ្នាដែរបើមាននរណាម្នាក់សួរពីអាការៈឈឺថ្កាត់របស់អ្នកអាចឆ្លើយទៅកាន់ពួកគេវិញថាខ្ញុំកំពុងតែមានអារម្មណ៍ថាមានសុខភាពពេញបរិបូរណ៍ឡើងវិញហើយឬក៏អាចប្រាប់ទៅថាវាល្អដែរដែលធ្វើឲ្យខ្ញុំយល់ពីគុណតម្លៃរបស់សុខភាពរាងកាយដែលមិនធ្លាប់ដឹងពីមុនមកឬបើអ្នកចង់អួតអាងបន្តិចបន្តួចចូលប្រាប់ទៅតែម្ដងថាខ
ខ្ញុំជាសះស្បើយហើយគ្មានជំងឺអ្វីទាំងអស់អ្នកនិយាយពីអ្វីដែលអ្នកមិនត្រូវការដោយមិនកើតអារម្មណ៍អវិជ្ជមានចំពោះវត្ថុនោះមិនបានទេនេះគឺជាហេតុផលងាយៗប៉ុន្តែមនុស្សភាគច្រើនទម្លាប់ជាមួយនឹងការដែលមានអារម្មណ៍ល្អជាប់ជានិច្ចនិងមិនបានសង្កេតផងដែរថាខ្លួនកំពុងតែមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលនឹកគិតរូបភាពឬនិយាយពីវត្ថុដែលខ្លួនមិនត្រូវការនោះពេលអ្នកមានសតិដឹងច្បាស់ថាខ្លួនឯងកំពុងតែមានអារម្មណ៍យ៉ាងដូចម្តេចឲ្យប្រកបហើយយកចិត្តទុកដាក់ចំពោះអារម្មណ៍នឹកគិតរបស់ខ្លួនឯងច្រើនឡើងនោះអ្នកនឹងឈានទៅដល់ចំណុចមួយថាអ្នកទទួលលែងបានបើសិនជាមានការរំខាននៅអារម្មណ៍ល្អៗដែលអ្នកមានសម្បីតែបន្តិចអ្នកនឹងមានទម្លាប់ជាមួយនឹងការប្រើអារម្មណ៍ល្អហើយអ្នកនឹងមានសតិជាប់ជានិច្ចថាអ្នកកំពុងតែមានអារម្មណ៍យ៉ាងដូចម្តេចបើវាងាករេអ្នកឆាប់កែសម្រួលអារម្មណ៍ឲ្យលំអៀងមកខាងវិជ្ជមានជាថ្មីភ្លាមអ្នកគួរតែមានអារម្មណ៍ល្អនិងមានសេចក្តីសុខជាប់ជានិច្ចព្រោះអ្នកកាត់មកដើម្បីជីវិតដ៏វិសេសវិសាលអស្ចារ្យហើយណាមួយគ្មានមធ្យោបាយណាផ្សេងល្អជាងនេះទេដែលអាចធ្វើឲ្យអ្នកអាចទទួលវាបាននោះខ្ញុំនៅតែតាំងចិត្តឲ្យមានសេចក្តីសុខនិងសប្បាយរីករាយគ្រប់ស្ថានភាពព្រោះខ្ញុំបានរៀនចេះពីបទពិសោធន៍ថាទុក្ខសុខរបស់មនុស្សយើងភាគច្រើនគឺអាស្រ័យទៅលើចិត្តមិនមែនមកពីបច្ច័យបរិស្ថាននោះទេដើរតាមគន្លងដែលអ្នកគូវាសនាមិនមែនជារឿងនៃឱកាសវាគឺជារឿងនៃការជ្រើសរើសឯណោះទេជីវិតដើរតាមគន្លងដែលអ្នកគូវាដោយខ្លួនឯងទោះបីជាអ្នកបានចាប់ផ្លឹកឬមិនបានចាប់ផ្លឹកគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិតវាគឺជាលទ្ធផលពីអារម្មណ៍នឹកគិតដែលអ្នកបញ្ជូនចេញទៅយ៉ាងពិតប្រាកដណាស់ជីវិតមិនមែនជារឿងចៃដន្យកើតឡើងចំពោះអ្នកនោះទេតាមពិតជីវិតកំពុងតែដើរតាមគន្លងដែលអ្នកគូវាសនាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកមិនថាជាអ្នកគិតពីអ្វីមានអារម្មណ៍ដូចម្តេចអារម្មណ៍នឹកគិតគឺជាអ្នកសម្រេចជីវិតរបស់អ្នកគ្រប់យ៉ាងក្នុងជីវិតបង្ហាញខ្លួននៅនឹងមុខអ្នកដើម្បីឲ្យអ្នកជ្រើសរើសវត្ថុដែលខ្លួនស្រឡាញ់ជីវិតគឺជាកាតាឡុកហើយអ្នកគឺជាអ្នកជ្រើសរើសយកវត្ថុដែលខ្លួនឯងស្រឡាញ់ចេញពីកាតាឡុកនោះបញ្ហានៅត្រង់ថាអ្នកកំពុងជ្រើសរើសវត្ថុដែលអ្នកស្រឡាញ់ឬរវល់តែវិតម្លៃនិងចំណាញ់វត្ថុអន់នៅឡើយបើជីវិតរបស់អ្នកមិនបាននៅក្បែរវត្ថុដ៏ល្អបំផុតសោះឡើយនោះគឺព្រោះតែអ្នកកំពុងតែរវល់រឿងបែងចែកប្រភេទវត្ថុអន់នៅឡើយដោយអ្នកនៅមិនទាន់ដឹងខ្លួននោះឯងអ្នកសុខចិត្តឲ្យវត្ថុដែលយ៉ាប់យ៉ឺនមកបង្វែរចំណាប់អារម្មណ៍របស់ខ្លួនពីគោលដៅនៃជីវិតគោលដៅនោះគឺដើម្បីសេចក្តីស្រឡាញ់នេះឯងគោលដៅនៃជីវិតរបស់អ្នកគឺភាពសប្បាយរីករាយគោលដៅនៃជីវិតរបស់អ្នកគឺការជ្រើសរើសវត្ថុដែលអ្នកស្រឡាញ់ហើយទាត់ចោលវត្ថុដែលខ្លួនមិនស្រឡាញ់ដើម្បីកុំឲ្យអ្នកទៅរវល់នៅក្នុងការជ្រើសរើសវាយកមកធ្វើអ្វីទីលាននៃធម្មពលអារម្មណ៍នឹកគិតខ្ញុំចង់ឲ្យអ្នកយល់ដឹងថាតើកើតមានអ្វីចំពោះអ្នកនៅពេលអ្នកផ្ដល់សេចក្តីស្រឡាញ់តាមរយៈអារម្មណ៍ល្អៗព្រោះនេះជារឿងដ៏វិសេសណាស់សម្រាប់អារម្មណ៍នឹកគិតរបស់អ្នកនឹងបង្កើតឡើងនៅទីលានធម្មពលស្រូបទាញនៅជុំវិញខ្លួនអ្នកមនុស្សម្នាក់មានទីលានធម្មពលជុំវិញខ្លួនមិនថាជានៅទីណាទីលានធម្មពលនេះនៅតាមចកខ្លួនជានិច្ចអ្នកមុខជាធ្លាប់បានឃើញរូបភាពគំនូរបុរាណដែលមានរស្មីចេញពីខ្លួនបុគ្គលរស្មីនោះគឺជាទីលានមេដែកអគ្គិសនីមួយប្រភេទហើយទីលានមេដែកអគ្គិសនីដែលឡោមព័ទ្ធខ្លួនអ្នកធ្វើឲ្យអ្នកអាចស្រូបទាញអ្វីសពបែបយ៉ាងដែលមាននៅក្នុងជីវិតវត្ថុដែលគូវាថាជាទីលានធម្មពលស្រូបទាញរបស់អ្នកជាវិជ្ជមានឬអវិជ្ជមានគឺជាអារម្មណ៍នឹកគិតរបស់អ្នកនោះឯងជារៀងរាល់លើកដែលអ្នកផ្សាយក្តីស្រឡាញ់ចេញទៅតាមរយៈពាក្យសម្ដីអារម្មណ៍ឬអំពើ
គឺអ្នកបានបន្ថែមក្តីស្រឡាញ់ឲ្យទីលានធម្មពលរបស់ខ្លួនបើអ្នកកាន់តែផ្ដល់ក្តីស្រឡាញ់ទីលានធម្មពលកាន់តែរីករាយនិងកាន់តែមានអានុភាពខ្ពស់ឡើងវត្ថុអ្វីក៏ដោយដែលមាននៅក្នុងទីលានមេដៃរបស់អ្នកវានឹងស្រូបទាញខ្លួនរបស់វាផ្ទាល់ចូលមកហើយដូច្នេះបើកាន់ដាក់សេចក្តីស្រឡាញ់ចូលទៅអ្នកកាន់តែមានធម្មពលស្រូបទាញវត្ថុដែលអ្នកស្រឡាញ់នៅពេលធម្មពលស្រូបទាញនៅទីលានធម្មពលរបស់អ្នកមានតម្លៃជាវិជ្ជមាននិងកាន់តែខ្លាំងក្លាអ្នកក៏នឹងកើតមានរូបអារម្មណ៍និងអារម្មណ៍នឹកគិតដល់វត្ថុល្អៗភ្លាមឡើងមកហើយវានឹងស្ដែងឡើងជារូបីនៅក្នុងជីវិតរបស់អ្នកនេះហើយជាអំណាចធម្មពលមិនគួរឲ្យជឿរបស់អ្នកនេះហើយជាអំណាចធម្មពលដ៏វិសេសអស្ចារ្យនៃក្តីស្រឡាញ់លោកអ្នកមានអំណាចធម្មពលលើសពីនិមិត្តកម្មគ្រប់យ៉ាងតាមរយៈសមត្ថភាពក្នុងការមានអារម្មណ៍នឹកគិតខ្ញុំចង់រៀបរាប់ពីបទពិសោធន៍ដ៏សាមញ្ញនៅក្នុងជីវិតឲ្យអ្នកនិងលោកអ្នកបានដឹងថាតើក្តីស្រឡាញ់នោះផ្ដល់ផលឆាប់ប៉ុណ្ណាខ្ញុំជាមនុស្សស្រឡាញ់ផ្ការាល់អាទិត្យខ្ញុំទៅទិញផ្កានៅឯផ្សារទាំងកណ្ដាលថ្ងៃត្រង់ព្រោះផ្កាដែលធ្វើឲ្យខ្ញុំមានក្តីសុខប៉ុន្តែអាទិត្យមួយមានភ្លៀងធ្លាក់ផ្សារបិទហើយគ្មានផ្កាលក់ប្រតិកម្មឆ្លើយតបរបស់ខ្ញុំចំពោះផ្កាគ្មានផ្កាគឺល្អហើយព្រោះនោះវាកាន់តែធ្វើឲ្យខ្ញុំមើលឃើញពីតម្លៃរបស់ផ្កានិងស្រឡាញ់វាកាន់តែខ្លាំងថែមទៀតខ្ញុំជ្រើសធ្វើឲ្យមានអារម្មណ៍ស្រឡាញ់ជាងការធ្វើឲ្យមានអារម្មណ៍ខកបំណងហើយនេះខ្ញុំក៏បន្ថែមធម៌ពលនៅក្នុងទីលានរបស់ខ្ញុំដោយក្តីស្រឡាញ់ដែលខ្ញុំមានចំពោះផ្កា2ម៉ោងក្រោយមកខ្ញុំបានទទួលបាច់ផ្កាមួយដ៏ស្រស់ស្អាតពីឯនាយសមុទ្រនោះគឺប្អូនស្រីរបស់ខ្ញុំបញ្ជាទិញផ្កាដ៏ស្រស់ស្អាតមិនអាចនឹងថ្លែងបានផ្ញើមកឲ្យខ្ញុំដល់ផ្ទះជាការថ្លែងអំណរគុណចំពោះខ្ញុំដែលបានធ្វើអ្វីម្យ៉ាងឲ្យនាងនៅពេលអ្នកផ្ដល់ក្តីស្រឡាញ់បានមិនថាស្ថិតនៅក្នុងស្ថានភាពបែបណាស្ថានភាពនោះនឹងផ្លាស់ប្ដូរភ្លាមត្រង់នេះអ្នកក៏បានដឹងហើយថាត្រូវជ្រើសយកក្តីស្រឡាញ់លើសពីអ្វីទាំងអស់ព្រោះរាល់លើកដែលអ្នកផ្ដល់ក្តីស្រឡាញ់អ្នកនឹងបង្កើតសេចក្តីស្រឡាញ់ទ្វេដងនៅក្នុងទីលានធម្មពលនៃជុំវិញខ្លួនអ្នកកាន់តែផ្ដល់ក្តីស្រឡាញ់នៅក្នុងជីវិតប្រចាំថ្ងៃបានច្រើនប៉ុណ្ណាកម្លាំងស្រូបទាញនៃក្តីស្រឡាញ់នៅលើទីលានធម្មពលរបស់អ្នកកាន់តែកើនច្រើនឡើងហើយអ្វីសពបែបយ៉ាងដែលអ្នកត្រូវការគឺនឹងធ្លាក់មកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាននេះគឺជាភាពអស្ចារ្យមួយរបស់ជីវិតនៅពេលដែលអ្នកផ្ដល់ក្តីស្រឡាញ់ចេញទៅតាមពិតទៅជីវិតរបស់ខ្ញុំមិនធ្លាប់វិសេសអស្ចារ្យដល់កម្រិតនោះទេតាំងពីដើមមកខ្ញុំមានតែឧបសគ្គរាំងស្ទះត្រូវតស៊ូពុះពៀជាប់ជារៀងរហូតទីបំផុតខ្ញុំបានជួបប្រទះនៅវត្ថុវិសេសបំផុតសម្រាប់ជីវិតដែលខ្ញុំកំពុងតែបែងចែកឲ្យអ្នកនៅក្នុងសៀវភៅមួយក្បាលនេះសម្រាប់ធម្មពលនៃក្តីស្រឡាញ់គ្មានអ្វីធំធេងហួសហេតុគ្មានអ្វីឆ្ងាយហួសពីការជោងចាប់គ្មានឧបសគ្គអ្វីដែលក្តីស្រឡាញ់មិនអាចជំនះបាននោះឡើយសូម្បីតែពេលវេលាអ្នកអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៅក្នុងជីវិតអ្នកបានដោយការប្រើធម្មពលដ៏មហិមាបំផុតនៅក្នុងចក្រវាឡហើយអ្វីដែលអ្នកត្រូវធ្វើមានតែម្យ៉ាងគត់គឺផ្ដោតនៅក្តីស្រឡាញ់នេះឯងវិធីកម្ចាត់អារម្មណ៍នឹកគិតដែលមិនល្អអ្នកផ្លាស់ប្ដូរសពបែបយ៉ាងនៅក្នុងជីវិតបានដោយការផ្លាស់ប្ដូរអារម្មណ៍នឹកគិតថ្មីពេលអ្នកផ្លាស់ប្ដូរអារម្មណ៍នឹកគិតដែលមានចំពោះវត្ថុណាមួយវត្ថុនោះត្រូវតែផ្លាស់ប្ដូរទៅក្នុងការផ្លាស់ប្ដូរកែប្រែអារម្មណ៍នឹកគិតថ្មីអ្នកមិនបាច់ព្យាយាមកម្ចាត់អារម្មណ៍ចាស់មិនល្អចេញនោះទេព្រោះអារម្មណ៍នឹកគិតអវិជ្ជមានទាំងពួងសុទ្ធតែខ្វះខាតសេចក្តីស្រឡាញ់ដូច្នេះអ្នកគ្រាន់តែបំពេញក្តីស្រឡាញ់ចូលទៅគឺល្មមគ្រប់គ្រាន់ហើយកុំព្យាយាមមកកម្ចាត់កំហឹងឬភាពសោកសៅកំហឹងឬភាពសោកសៅនឹងរលាយបាត់ភ្លាមពេលអ្នកដាក់សេចក្តីស្រឡាញ់ចូលទៅគ្មានអ្វីដែលអ្នកត្រូវប្រឹងផ្ដាច់ចេញពីខ្លួនអ្នកនោះទេគឺគ្រាន់តែអ្នកដាក់សេចក្តីស្រឡាញ់ចូលទៅអារម្មណ៍នឹកគិតមិនល្អទាំងឡាយនិងអន្តរាយអន្តរធានទៅបាត់អស់ដោយឯងធម្មពលដែលទ្រទ្រង់ដំណើរជីវិតមានតែម្យ៉ាងគត់នោះគឺ
ធម្មពលនៃក្តីស្រឡាញ់នេះឯងបើអ្នកមានអារម្មណ៍ល្អគឺមកពីអ្នកកំពុងតែក្រេបជញ្ជក់ជាមួយនឹងក្តីស្រឡាញ់បើអ្នកមានអារម្មណ៍មិនល្អគឺអ្នកកំពុងតែខ្វះខាតសេចក្តីស្រឡាញ់អារម្មណ៍នឹកគិតផ្សេងគ្រប់រូបភាពគឺជាក្តីស្រឡាញ់ក្នុងកម្រិតដោយឡែកពីគ្នាចូលសាកល្បងប្រៀបធៀបក្តីស្រឡាញ់ជាមួយនឹងទឹកនៅក្នុងកែវមួយនោះគឺជារាងកាយរបស់អ្នកពេលមានទឹកតិចកន្លែងទំនេរក៏មានច្រើនបើអ្នកចង់ផ្លាស់ប្ដូរទឹកក្នុងកែវដោយប្រើវិធីកម្ចាត់កន្លែងទំនេរគឺពិតជាមិនអាចរួចទេប៉ុន្តែប្រសិនបើអ្នកបំពេញទឹកទៅក្នុងកែវកន្លែងទំនេរក៏បាត់អស់ដែរដូចគ្នានេះដែរបើពេលមានអារម្មណ៍មិនល្អគឺប្រៀបដូចជាអ្នកនៅសល់កន្លែងទំនេរព្រោះខ្វះក្តីស្រឡាញ់ដូច្នេះអ្នកគ្រាន់តែបំពេញក្តីស្រឡាញ់ចូលទៅក្នុងខ្លួនឲ្យកាន់តែច្រើនទៅអារម្មណ៍នឹកគិតមិនល្អផងទាំងពួងនឹងរលាយសាបសូន្យទៅឯងប្រៀបដូចបានបំពេញទឹកឲ្យពេញកែវដើម្បីបំបត្តិកន្លែងទំនេរដូចនេះដែរទំហំនៃនិមិត្តកម្មអ្នកអាចគិតថាវត្ថុដែលអ្នកត្រូវការគឺជារឿងធំណាស់គំនិតបែបនេះនឹងកំណត់ការយល់ឃើញរបស់អ្នកឲ្យឃើញវាថាគឺជារឿងធំទៅតាមនោះដែរវាហាក់ដូចជាថាអ្នកកំពុងតែប្រាប់ច្បាប់នៃការស្រូបទាញថារឿងធំបែបនេះមុខជាមិនងាយធ្វើបានទេតទៅយូរដល់អញ្ចឹងទៅវាក៏មានដំណើរតាមដែលអ្នកថាពិតមែនព្រោះថាអ្វីដែលអ្នកគិតនិងមានអារម្មណ៍នឹកគិតគឺអ្វីដែលអ្នកទទួលបើគិតថាអ្វីដែលខ្លួនត្រូវការវាជារឿងធំអ្នកក៏នឹងនឹកឃើញឧបសគ្គរឿងលំបាកនឹងត្រូវចំណាយពេលវេលាជាច្រើនទម្រាំតែទទួលបានវត្ថុនោះតាមពិតទៅច្បាប់នៃការស្រូបទាញគ្មានការកំណត់អំពីរឿងធំតូចហើយក៏មិនខ្វល់អំពីរឿងពេលវេលាអ្វីដែរដើម្បីជួយឲ្យអ្នកបានមើលឃើញឲ្យបានត្រឹមត្រូវអំពីរឿងនិមិត្តកម្មមិនថាអ្នកមើលមិនឃើញថាតម្រូវការរបស់អ្នកជារឿងធំប៉ុណ្ណាសូមឲ្យគិតថាវាតូចតាចកំពេចកំពុកណាស់អ្នកអាចនឹងចង់បានផ្ទះឡានការជិះសម្រាប់ចុងសប្តាហ៍ប្រាក់កាសគូស្រករសមប្រកបការងារដែលពេញចិត្តចង់មានកូនចង់ឲ្យមានសុខភាពមាំមួនចង់ប្រឡងជាប់ចូលរៀនមហាវិទ្យាល័យចង់បំបែកឯកតកម្មពិភពលោកចង់ធ្វើជានាយករដ្ឋមន្ត្រីជាតារាល្បីល្បាញជាអ្នកច្បាប់អ្នកនិពន្ធឬជាគ្រូបង្រៀនមិនថាអ្វីដែលអ្នកត្រូវការគឺជាអ្វីចូលគិតថាវាមានខ្នាតតូចប៉ុនចំណុចមួយប៉ុណ្ណោះព្រោះថាអ្វីដែលអ្នកត្រូវការនោះគ្រាន់តែជារឿងតូចប៉ុនសរសៃសក់ប៉ុណ្ណោះសម្រាប់ធម្មពលនៃក្តីស្រឡាញ់ភាពស្ទាក់ស្ទើរក្នុងចិត្តគឺជាសត្រូវក្បែរខ្លួនធ្វើឲ្យយើងត្រូវបាត់បង់វត្ថុល្អៗដែលគួរមាននិងគួរតែបានបើអ្នករកឃើញថាជំនឿជឿជាក់របស់ខ្លួនត្រូវរង្គោះរង្គើសាកដាក់ចំណុចមួយនៅចំកណ្ដាលរង្វង់ដ៏ធំមួយហើយសរសេរឈ្មោះវត្ថុដែលអ្នកត្រូវការដាក់នៅត្រង់ចំណុចនោះហើយសម្លឹងមើលចំណុចដែលអ្នកគូសនោះជាញឹកញាប់ដើម្បីដាស់តឿនសតិខ្លួនឯងថាសេចក្តីប្រាថ្នារបស់អ្នកគឺរឿងប៉ិនសរសៃសក់ស្មើនឹងចំណុចតូចមួយប៉ុណ្ណោះបើប្រៀបធៀបនឹងធម្មពលនៃក្តីស្រឡាញ់